សួស្តីប្រិយមិត្តជាទីគោរពជាទីស្រឡាញ់បាទវិលត្រឡប់មកជួបជាមួយនឹងខ្ញុំបាទសារជាថ្មីបាទ admin នៅ channel 7PM ទាំងអស់គ្នាអញ្ចឹងណាបងប្អូនបាទដោយសារតាយើងខានចេញវីដេអូដូចជា3ថ្ងៃបាទគឺដោយសារតែយើងព្យាយាមសង្ខេបយកសាច់រឿងមកដើម្បីងាយស្រួលដល់បងប្អូនស្ដាប់អញ្ចឹងណាបាទហើយថ្ងៃនេះដែរគឺយើងមានសាច់រឿងថ្មីមួយបាទដែលមានចំណងជើងថាប្តីខ្ញុំជាប្តីគេហើយបាទហើយសាច់រឿងនេះដែរគឺដកស្រង់មកពីបងស្រីម្នាក់ដែលគាត់រស់នៅខាងខេត្តតាកែវអញ្ចឹងណាបងប្អូនបាទហើយនិយាយទៅបាទឥឡូវយើងមកចូលសាច់រឿងយើងតែម្ដងទៅបាទកុំឲ្យវែងឆ្ងាយបាទហើយគាត់បានរៀបរាប់កាលពីដំបូងហ្នឹងគឺគាត់បាននិយាយថាគាត់នឹងប្តីគាត់នឹងបាទគឺនិយាយទៅជាមនុស្សដែលនៅខេត្តផ្សេងពីគ្នាអញ្ចឹងណាបងប្អូនបាទគឺប្តីបានគាត់នឹងបើគឺគាត់និយាយបាននៅខាងខេត្តព្រៃវែងណាបងប្អូនបាទហើយគាត់អ្នកខេត្តតាកែវបាទគិតពិតជាឆ្ងាយគ្នាខ្លាំងមែនទែនហើយគាត់និយាយថានិយាយទៅជានិស័យមួយដែរបាទគឺគាត់មកធ្វើការនៅទីក្រុងភ្នំពេញទាំងអស់គ្នាអញ្ចឹងណាបាទហើយគាត់ក៏បានជួបគ្នាហើយក៏បានស្គាល់គ្នាជាសង្សារជាអីរហូតគាត់ហ្នឹងក៏បានរៀបការជាមួយគ្នាអញ្ចឹងណាបងប្អូនបាទគាត់ក៏រៀបការរហូតដូចជារយៈពេល1ឆ្នាំជាងបាទគឺគាត់មានចំណងដៃគេហៅចំណងដៃគឺជាកូនស្រីម្នាក់អញ្ចឹងណាបងប្អូនបាទហើយកូននឹងដែរគឺបានអាយុដូចជា9ខែបាទ9ខែបាទមិនមែននៅក្នុងពោះទេបងប្អូនបាទជាគឺបានសម្រាលមក9ខែបាទហើយក៏ប្តីគាត់ហ្នឹងគឺចាប់ផ្ដើមប្លែកទាំងដល់ពីមុនហ្នឹងគឺល្អណាស់បងប្អូនបាទរហូតតាំងពីស្រឡាញ់រហូតទៅដល់មានផ្ទៃពោះហើយក៏ទៅដល់សម្រាលដល់បាត់កូនស្រីម្នាក់អញ្ចឹងណាបងប្អូនបាទតែប្តីគាត់ក៏បានឡើងមកធ្វើការនៅខាងរាជធានីវិញម្ដងទៀតហើយក៏គាត់បាននៅខាងផ្ទះរបស់គាត់បាទគឺនៅខាងខេត្តតាកែវនឹងតែម្ដងមកដូចជារយៈពេលដូចជាបាន3ខែបងប្អូនបាទគឺគាត់ថាប្តីរបស់គាត់ហ្នឹងគឺផ្ដាច់ដំណាក់ដំណងពីគាត់ឆឹងតែម្ដងបាទសំបីតាទូរស័ព្ទឬមកក៏ឆាត Facebook អីគឺអត់អាចតាក់ទងមួយគ្នាបានរហូតដល់គាត់ភ័យបងប្អូនបាទគាត់បាត់រឿងយូរហើយក៏គាត់នឹកឃើញថាហេតុអីមានរឿងអីបានជាអត់តាក់ទងទៅផ្ទះលុយក៏មិនផ្ញើហើយកូនក៏កាន់តាធំហើយក៏ចំណាយក៏កាន់តែច្រើនដែរអញ្ចឹងណាបងប្អូនបាទហើយគាត់ក៏ចេះតែឆ្ងល់បាទដល់ថ្នាក់គាត់ឆាតមកសួរមិត្តភ័ក្តិគាត់ខាងម្ដាយក្មេងខាងអីអញ្ចឹងណាបាទតែគ្រប់យ៉ាងគឺអត់បានចម្លើយទេបងប្អូនបាទគឺស្ងាត់សូន្យតែម្ដងបាទហើយគាត់ក៏ចាប់ផ្ដើមផ្ញើយកកូនហ្នឹងក៏ទៅផ្ញើនឹងម្ដាយរបស់គាត់បាទក៏ត្រូវជាយាយរបស់កូនគាត់អញ្ចឹងណាបាទហើយគាត់ផ្ញើហ្នឹងគឺគាត់អត់ដឹងគោលដៅទេថាប្តីគាត់ហ្នឹងធ្វើការនៅតាណាហើយដឹងតែរាជធានីភ្នំពេញបងប្អូនបាទហើយបងប្អូនដឹងហើយបាទទីក្រុងឬមកក៏រាជធានីភ្នំពេញហ្នឹងគឺធំណាស់បងប្អូនបាទមិនដឹងថាទៅរកទីណាទេបាទហើយគាត់ហ្នឹងក៏បានឡើងជិះតាក់ស៊ីពីខាងខេត្តតាកែវហ្នឹងបាទគឺមកចុះនៅផ្សារដើមគោយើងអញ្ចឹងណាបងប្អូនបាទគាត់មកដល់នឹងរៀងថ្ងៃគួសមគាត់និយាយតែប្រហែលជាទុំម៉ោង3អញ្ចឹងណាបងប្អូនបាទរឿងស៊ីលដែរបាទហើយក៏គាត់សួរទៅកាន់មិត្តភ័ក្តិកន្លែងដែលប្តីគាត់ធ្វើការចាស់អញ្ចឹងណាថាមានទៅកន្លែងនឹងអត់អីអត់ហើយក៏ខាងហ្នឹងគឺគេបាននិយាយថាអត់មានទេគឺអត់ដែលតែម្ដងអត់ដែលឃើញអត់ដែលអីតាំងពីគាត់ហ្នឹងបានគ្នាឈប់ពីកន្លែងការងារហ្នឹងអញ្ចឹងណាបងប្អូនបាទហើយក៏គាត់ថាគាត់ពិតជាអស់សង្ឃឹមខ្លាំងមែនតើគាត់គិតថាប្តីគាត់នឹងមានបញ្ហាអីមួយអញ្ចឹងណាបាទគឺគាត់ខ្លាចគាត់មានជួបបទហេតុអ្វីមួយដែលបាត់ដំណឹងហើយគាត់ហ្នឹងក៏ចាប់ផ្ដើមភ័យមែនតើបាទទេទៅខាងម្ដាយគាត់ផងប្រាប់ថាប្តីខ្ញុំអត់ឃើញនៅកន្លែងការងារអីអញ្ចឹងណាបាទហ
ហើយក៏បន្ទាប់មកទៀតអឺដូចជាស្អែកឡើងបងប្អូនបាទគឺគាត់សម្រាប់នៅកន្លែងការងារនឹងដោយសារតែគាត់មកហ្នឹងគឺស្គាល់តែកន្លែងហ្នឹងដោយសារតែគាត់មានមិត្តភ័ក្តិតែកន្លែងហ្នឹងទេបាទហើយក៏គាត់ស្អែកឡើងបានគាត់ហ្នឹងព្យាយាមរទៀតអញ្ចឹងណាបងប្អូនរគ្រប់កន្លែងដែលគាត់ធ្លាប់ស្គាល់គាត់ធ្លាប់ធ្វើការពីមុនគឺរអត់ឃើញទេបងប្អូនបាទតែចៃដន្យមួយគឺគាត់ហ្នឹងគឺបានជិះទៅកាត់នៅយើងផ្សារអញ្ចឹងណាបងប្អូនបាទផ្សារថ្មីបាទហើយគឺចៃដន្យគឺគាត់បានឃើញប្តីរបស់គាត់ហ្នឹងបាទគឺកំពុងតែដើរទិញអីវ៉ាន់អញ្ចឹងណាបងប្អូនបាទហើយទៀតសោតគឺគាត់ឃើញផ្ទាល់ភ្នែកតែម្ដងបាទគឺគាត់ទិញអីវ៉ាន់ជាមួយនឹងមនុស្សស្រីម្នាក់តែគាត់អត់ស្គាល់ទេអត់ដឹងថាម្នាក់ស្រីហ្នឹងជាអីឬមួយក៏ត្រូវជាអីជាមួយនឹងប្តីរបស់គាត់អញ្ចឹងណាបាទហើយគឺគាត់មានអារម្មណ៍ថាគាត់ធ្លាក់ថ្លើមហ្មងធ្លាក់ថ្លើមក្តុកតែគាត់អត់រករឿងឯងគាត់គ្រាន់តែបារម្ភភ័យពេលហ្នឹងគឺគាត់អត់បានចាប់អារម្មណ៍ទៅខឹងថាប្តីគាត់មានស្រីមានអីទេគាត់ថាគាត់ស្ងាត់មួយរយៈគាត់គិតថាអាចនឹងមានបញ្ហាអីលើគាត់អញ្ចឹងណាគាត់ក៏បារម្ភតែដល់ពេលគាត់រត់ទៅសួរផងបាទគឺប្តីរបស់គាត់បាននិយាយមកកាន់គាត់ថាគាត់ជាណាគេហេតុអីបានមកទាញខ្ញុំអញ្ចឹងណាបាទហើយគឺគាត់ស្លុតតែគាត់កៀងតែម្ដងបងប្អូនបាទគឺគាត់កៀងនិយាយអីលែងចេញបាទហើយក៏ពីរនាក់ប្តីគាត់ហើយនឹងម្នាក់ស្រីទៀតគឺបានដើរចេញឡើង pass up ទៅបានទៅហើយក៏គាត់ស្លុតខ្លាំងគឺគាត់បានត្រឹមតែអ៊ូលដើមកហើយនឹងហូរទឹកភ្នែកបាទសម្បីតែយំគឺយំអត់ចេញទាំងដែលក្នុងចិត្តរបស់គាត់ហ្នឹងគឺបារម្ភពីប្តីខ្លាំងមែនទែនបាទដល់ទៅពេលជួបប្តីទៅបែរជាបែបនេះទៅវិញបាទហើយគាត់ក៏អស់សង្ឃឹមហើយអូខេហើយក៏គាត់ព្យាយាមសម្រួលអារម្មណ៍ហើយក៏គាត់បានជិះ pass up មកវិញមកឈប់នៅកន្លែងការងាររបស់គាត់បាទបន្ទាប់មកទៀតគាត់ក៏បាននិយាយរៀបរាប់ហេតុការណ៍ទាំងអស់ហ្នឹងទៅកាន់មិត្តភ័ក្តិរបស់គាត់បាទដែលគាត់ស្គាល់ហ្នឹងហើយក៏មិត្តភ័ក្តិគាត់បានលួងលោមចេះចឹងណាឲ្យកាត់ចិត្តឲ្យអីចឹងទៅបាទបន្ទាប់មកទៀតស្អែកឡើងបាទគឺគាត់ហ្នឹងក៏ត្រឡប់ទៅផ្ទះគាត់នៅខាងខេត្តតាកែវវិញចឹងណាបាទគាត់ត្រឡប់ទៅវិញហ្នឹងគឺគាត់អត់ប្រាប់ម្ដាយគាត់ហើយក៏អត់ប្រាប់អ្នកណាទាំងអស់គឺគាត់ធ្វើដូចធម្មតាតែម្ដងបងប្អូនបាទហើយគាត់ធ្វើបែបហ្នឹងគឺគាត់អត់ចង់ឲ្យម្ដាយគាត់ពិបាកចិត្តជាមួយនឹងគាត់សុខចិត្តពិបាកចិត្តម្នាក់ឯងបាទដោយសារតែគាត់ឃើញម្ដាយគាត់ចាស់ហើយណាមួយគាត់ក៏មនុស្សដែលមានជំងឺផងហើយគាត់តែតាំងខ្លាំងទៅគឺគាត់ថប់ដកថែអត់ចេញអញ្ចឹងណាបាទសម្រាប់ម្ដាយគាត់ហើយបន្ទាប់មកទៀតគឺគាត់ហ្នឹងក៏បានឡើងរយៈពេលដូចជាបានមួយអាទិត្យក្រោយបងប្អូនបាទគាត់ក៏បានជិះឡានមួយសាទៀតគឺទៅខាងខេត្តព្រៃវែងតែម្ដងបាទទៅខាងផ្ទះម្ដាយក្មេកគាត់ហើយតែពេលទៅដល់បងប្អូនគឺចៃដន្យខ្លាំងមែនទែនបងប្អូនគឺប្តីរបស់គាត់ហ្នឹងគឺកំពុងតែចូលរោងជ័យហ្នឹងណាបងប្អូនបាទរោងជ័យជាមួយនឹងម្នាក់ដែលគាត់ជួបនៅកណ្ដាលផ្សារថ្មីកាលពីប្រហែលថ្ងៃមុនហើយគាត់គឺស្លុតខ្លាំងហើយក៏គាត់នៅតែធ្វើចិត្តអត់បានណាបងប្អូនបាទមនុស្សដែលស្រឡាញ់គ្នាធ្លាប់តែល្អជាមួយគ្នាហើយមកដល់ពេលវេលានេះដែលរយៈពេលតែ3ខែចុងក្រោយគឺគាត់ត្រូវបាត់បង់មនុស្សដែលធ្លាប់អោបជាប់នឹងទ្រូងហើយក៏ជាមនុស្សដែលមានការសន្យាជាច្រើនជាមួយគ្នាហើយទៀតសោតគាត់ក៏មានអារម្មណ៍បានត្រឹមថាវាមិនមែនជាការពិតហាក់បីដូចជាវាលឿនពេកបងប្អូនដោយសារតែគាត់ស្គាល់គ្នាក៏រៀងយូរស្រឡាញ់គ្នាក៏រៀងយូរដែររៀបការជាមួយគ្នាក៏បានជិតដល់2ឆ្នាំដែរបាទហើយគាត់ក៏មានអារម្មណ៍ទៅថាប្រហែលជាគាត់អាចនឹងយល់សប្តិហើយគាត់អត់និយាយអ្វីទាំងអស់គាត់ក៏យកកូនគាត់ទៅមុជទឹកហើយក៏ឲ្យដេកបន្ទាប់មកទៀតគាត់ក៏បាននិយាយជាមួយម្ដាយក្មេករបស់គាត់ថាហេតុអីបានជាម៉ាក់កុហកខ្ញុំទាំងដែលម៉ាក់ដឹងថាកូនប្រុសរបស់ម៉ាក់តាក់ទងអ្នកនេះបែបនេះគាត់អត់ខឹងម្ដាយរបស់គាត់អត់ខឹងម្ដាយក្មេកដោយសារតែគាត់ដឹងថាគាត់ស្រឡាញ់កូនប្រុសគាត់
ហើយគាត់គ្រាន់តែអន់ចិត្តដែលហេតុអីបានជាមិនប្រាប់ត្រង់ដល់គាត់ហេតុអីបានឲ្យដល់ថ្នាក់ឲ្យគាត់ដឹងគាត់ភ័យគាត់បារម្ភហើយគាត់តាមរកដល់ពេលជួបមកហេតុគេថាហេតុការគឺធ្វើឲ្យគាត់ឲ្យឈឺចាប់បំផុតអ្វីដែលគាត់មិនធ្លាប់ជួបពីមុនមកបាទបន្ទាប់មកទៀតហ្នឹងគឺគាត់ថាអត់អីទេគាត់សុំតែត្រឹមផ្តិតមេដៃបាទផ្តិតមេដៃហើយកូនហ្នឹងគឺគាត់ក៏អត់ឲ្យដែរគឺយកទៅចិញ្ចឹមខ្លួនឯងបាទដោយសារតែកូនហ្នឹងគឺមានអាយុមកគ្រប់4ខែហើយបាទហើយបងប្អូនដឹងហើយបាទក្មេងប៉ុណ្ណឹងគឺពេញស្រឡាញ់បងប្អូនបាទហើយគាត់គឺពិតជាឈឺចាប់ខ្លាំងគាត់និយាយថាអារម្មណ៍គាត់ពេលហ្នឹងបើសិនតែអាចបើសិនថាបើអត់ទៅហើមទៅឲ្យស្លាប់បានគាត់នឹងធ្វើតែគាត់នឹកឃើញអាណិតកូនបងប្អូនបាទគឺដោយសារតែកូនគាត់មកយំហៅប៉ារហូតតែប៉ាកំពុងតែក្រាបផ្ទឹមជាមួយនឹងប្រពន្ធថ្មីអញ្ចឹងណាបាទហើយយើងក៏ពេលដែលស្ដាប់ហើយក៏មានអារម្មណ៍ថាឈឺចាប់ហើយក៏ក្តុកក្តួលខ្លាំងបើសិនជាយើងជួបប្រទះនៅបញ្ហានឹងផ្ទាល់បាទបន្ទាប់មកទៀតស្អែកឡើងគឺគាត់នឹងគឺសុំផ្តិតមេដៃគាត់មិនទៅរំខាននៅកម្មវិធីបនគេទេបងប្អូនបាទគាត់គឺពិតជាមនុស្សដែលអូខេខ្ញុំស្ងើចសរសើរដល់ទឹកចិត្តរបស់គាត់ដែលគាត់អាចឃើញប៉ុណ្ណឹងហើយគាត់នៅតែទ្រាំបានណាបងប្អូនបាទគាត់ទ្រាំគាត់អត់ធ្មត់រហូតដល់គេចាប់កម្មវិធីរហូតដល់ស្អែកបាទគឺគាត់សុំតែត្រឹមផ្តិតមេដៃហើយក៏គាត់ដើរចេញដោយមិននិយាយអ្វីទាំងអស់បាទហើយបន្ទាប់មកទៀតគាត់ក៏បានប្រាប់ទៅខាងប្តីរបស់គាត់ថាធ្វើអីធ្វើទៅតែហេតុអីបានអត់ប្រាប់ខ្ញុំមុនអ្នកដឹងថាខ្ញុំស្រឡាញ់អ្នកខ្លាំងប៉ុណ្ណាហើយយើងធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នាហើយមើលកូនស្រីយើងធំហើយហេតុអីបានជាអ្នកកុហកខ្ញុំបាទនិយាយទៅសាច់រឿងរបស់យើងពេលដែលគាត់សុំផ្តិតមេដៃហើយគាត់ក៏បានវិលត្រឡប់មកកាន់ផ្ទះរបស់គាត់វិញបាទហើយគាត់ក៏បានប្រាប់ទៅកាន់ម្ដាយរបស់គាត់ថាពេលនេះខ្ញុំនឹងប្តីរបស់ខ្ញុំបានដាច់ស្រេចគ្នាទៅហើយម្ដាយរបស់គាត់ហ្នឹងគឺគាត់មានការគាំងនឹងឆ្ងល់ខ្លាំងអញ្ចឹងណាហេតុអីបានពីមុនហ្នឹងសុំទៅលេងខាងម្ដាយក្មេកតែដល់ទៅពេលមកវិញបើនិយាយបែបនេះគាត់ដឹងណាស់គាត់ដឹងច្បាស់ថាកូនគាត់ហ្នឹងគឺពិតជាមានបញ្ហាដែលខាងគ្រួសារជាមួយនឹងគ្រួសារជាមួយស្វាមីនឹងតែម្ដងបាទតែគាត់ក៏អត់និយាយច្រើនដែរព្រោះគាត់ដឹងថាកូនគាត់នឹងកំពុងតែតានតឹងអញ្ចឹងក៏គាត់មានតែលួងលោមកូនរបស់គាត់ព្រោះខ្លាចកូនរបស់គាត់ហ្នឹងគិតអ្វីដែលខ្លីៗអញ្ចឹងណាបងប្អូនបាទហើយក៏គាត់បានណែនាំឲ្យកូនគាត់នឹងតស៊ូដើម្បីកូនដើម្បីអីអញ្ចឹងណាបងប្អូនបាទហើយសាច់រឿងរបស់យើងហ្នឹងគឺបានដល់ទីបញ្ចប់ហើយគាត់បញ្ចេញសាច់រឿងនេះមកដែរហ្នឹងគឺគាត់ក្រង់តែចង់និយាយប្រាប់បងប្អូនមនុស្សស្រីឬក៏អ្នកដែលមានគ្រួសារមួយចំនួនដែរអញ្ចឹងណាគាត់បានលើកឡើងថាទោះបីស្រឡាញ់គ្នានិយាយឆាប់យល់ទោះបីស្រឡាញ់គ្នាទុកចិត្តគ្នាប៉ុណ្ណាក៏ដោយពេលដែលនៅឆ្ងាយគ្នាបាទគឺបញ្ហាណាយចិត្តនឹងគឺលឿនណាស់បងប្អូនបាទអញ្ចឹងបានថាពេលខ្លះយើងគួរតែយើងចេះចំណាយពេលវេលាហើយក៏យើងចេះរៀបចំពេលវេលាកាលណាដែលយើងធ្វើពង្រើកតាយនៅឆ្ងាយគ្នាកាន់តែយូរគឺបញ្ហាហ្នឹងគឺកើតឡើងលឿនមិនថាអ្នកណាក៏ដែរបងប្អូនហើយគឺគាត់ចែករំលែករឿងនេះគាត់មិនតែប៉ុណ្្នឹងទេហើយគាត់ថាពេលដែលយើងជួបបែបនេះហើយយើងក៏កុំទៅបំផ្លាញគេអីព្រោះដោយសារតែគេបានជ្រើសរើសគេនឹងសម្រេចចិត្តធ្វើបែបហ្នឹងហើយយើងក៏មិនអាចទៅហាមឃាត់គេបានទេដោយសារតែបើយើងហាមឃាត់គេគឺបានតែរាងកាយតែចិត្តនិងបេះដូងគេបាទគឺបានទៅអស់ហើយអញ្ចឹងគឺយើងមិនអាចទៅហាមហើយក៏
ទឹកខាត់គេដើម្បីឲ្យមកនៅជាមួយយើងបានទៀតដែរទោះបីជានៅក៏មានក្តីសុខហើយក៏មានសុភមង្គលដូចពីមុនដែរចានឬមួយក៏កែវពេលដែលបែកហើយបងប្អូនបាទគឺទោះបីសាសផ្សាបិទកៅយ៉ាងណាក៏มันអាចដូចដើមបានដែរបាទលុះត្រាតែយើងចាក់ពុំថ្មីបងប្អូនណាបាទហើយសាច់រឿងរបស់យើងគឺដល់ទីបញ្ចប់ហើយបងប្អូនអ្នកស្ដាប់នឹងទស្សនាបាទមានអារម្មណ៍នឹងមតិយោបល់បែបណាដែរបាទគឺសម្រាប់ខ្ញុំគឺអាណិតទៅកាន់បងស្រីខ្លាំងមែនទែនបាទតែក៏សរសើរដល់ទឹកចិត្តគាត់ដែលគាត់ចិត្តធ្ងន់ហើយក៏គាត់មិនឆេវឆាវនៅពេលនោះបាទហើយជាចុងក្រោយខ្ញុំសូមអរគុណនិងសូមគោរពលា